ត្រួយចុងក្រោយទឹមបានគូដំបងលាទេទាំងបើកធ្វើត្រួយចុងក្រោយតាំងពីចុងខែពាក់កណ្ដាលខែ9មកម៉េះរៀបចំផែនការធ្វើតាំងពីចុងខែ8យើងបញ្ចេញត្រួយពាក់កណ្ដាលខែ9ឥឡូវចុងខែ9ហើយត្រួយទឹមនៅលប៉ាត់លប៉ាយឡើយទេយើងចាប់ដើមបើកវគ្គធ្វើត្រួយតាំងពីចុងខែ8កាត់មេឃតែងមេឃសម្អាតគល់ដាក់ជីបញ្ចេញត្រួយឈានមកដល់ពាក់កណ្ដាលខែ9ហើយឥឡូវចុងខែ9ហើយត្រួយទៅបានប៉ុណ្្នឹងទេអញ្ចឹងអាចយឺតតិចហើយផ្កាឆ្នាំនេះបើធ្វើអីអត់បានផងវាអត់មានពលឺវាភ្លៀងទៅរហូតទៅតាមហ្នឹងសិនទៅធ្វើម៉េចត្រួយនេះដល់តែប្រហែលជាថ្ងៃទី10ខែ10ឯណោះបានលីអស់